Reward តែស្នេហាតារាភ្លេចថាខ្លួនឯងមនុស្សធម្មតាងាយមើលជីវិតខ្លួនឯងអស់ថ្មលីងដល់ពេលដែលត្រូវមកសាកថ្មជីវិតហើយសម្រាប់អ្នកដែលមានពេលវេលាខ្លីមានតែពេលចុងសប្តាហ៍ចង់ចំណាយពេលសាកថ្មឲ្យខ្លួនឯងមើលទៅសភាពថ្ងៃលិចបែបនេះណាហើយបើបានញ៉ាំសេអាំងជាមួយនឹងបរិយាកាសទឹកហូរកាត់បែបនេះទៀតថាអត់អែមមកទៅហើយនៅហ្នឹងសម្រាប់អ្នកដែលចូលចិត្តបោះតង់ចូលចិត្តជីវិតបែបផ្សងព្រេងជាមួយនឹងធម្មជាតិអីស័ក្តិសមមែនតើនៅកន្លែងគាត់នេះហើយអ្វីដែលសំខាន់ណាគឺនៅឆ្ងាយពីទីក្រុងទេគឺនៅខេត្តកំពង់ឆ្នាំងយើងនេះឯងជីត្រឹមតែ110គីឡូម៉ែត្រជាងបន្តិចនឹងមកដល់កន្លែងគាត់នេះហើយដែលកន្លែងគាត់នេះមានឈ្មោះថាមើលផ្កាយបោះតង់គ្រាន់តែលើឈ្មោះណាសម័យទៅដល់កន្លែងគាត់តែម្ដងដែលយើងសម័យថាអាចគេងសម្រាប់លំហែមើលផ្កាយរះនេះពេលរាត្រីអីណាអូពិតជារ៉ូមែនទិកមែនតើហើយពិសេសនៅត្រង់ពេលរាត្រីតែម្ដងខ្យល់ត្រជាក់រហឹមស័ក្តិសមមែនតើសម្រាប់បងប្អូនដែលចង់គេចពីទីក្រុងមកស្រូបខ្យល់អាកាសបែបធម្មជាតិបែបព្រៃភ្នំអីនេះណាហើយសំខាន់ណាមានទឹកធ្លាក់ហូរកាត់កន្លែងគាត់នេះទៀតអូយអស់ទោះហើយសម្រាប់ការស្នាក់នៅវិញគាត់ក៏មានកន្លែងដើម្បីស្នាក់នៅផងដែរដែលមានទាំងបោះតង់ក៏ដូចជាផ្ទះឈើដូចដែលបងប្អូនបានឃើញនេះអញ្ចឹងបានមកជុំគ្នាជាមួយគ្រួសារជាមួយមិត្តភ័ក្តិអីជាពិសេសបើបានមកជាមួយមនុស្សយល់ចិត្តទៀតដឹងតែមានរឿងនិយាយអត់ទៅភ្លឺតែម្ដងបើចំពោះម្ហូបអាហារបងប្អូនអាចកំងគាត់ក៏បានចង់យកមកធ្វើខ្លួនឯងក៏បានឬម្ហូបដែលបងប្អូនមានស្រាប់ហ្នឹងចង់យកមកញ៉ាំលេងនៅកន្លែងគាត់នេះក៏បានដែរគាត់មានគិតថ្លៃសេវាអីទេហើយបើនិយាយពីម្ហូបអាហាររបស់គាត់នេះណាគាត់មានទាំងម្ហូបប្រចាំតំបន់របស់គាត់ទៅណាហើយសម្រាប់ថ្ងៃដែលខ្ញុំទៅនេះគឺខ្ញុំបានកំងជាប្រភេទឈុតសាច់អាំងដែលមើលមកតំណមែនតែនសាច់អាំងហុយបន្ថែមទឹកជ្រលក់ទៀតណាចាប់ជាតិខ្លាំងមែនតែនហើយបើទៅកន្លែងចឹងញ៉ាំសាច់អាំងជាមួយនឹងបរិយាកាសបែបចាស់ទៀតគឺកុំភ្លេចជាមួយនឹង Cambodia Line រូបរាងស្អាតទាន់សម័យហើយរសជាតិស្រាលស្រទន់ឆ្ងាញ់មានជាតិអាល់កុលត្រឹមតែ 4% តែប៉ុណ្ណោះសម្រាប់ Cambodia Line នេះគេប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Ultra Filter ធានាបាននៅក្លិននិងរសជាតិស្រស់សម្រាប់បាននៅកម្រិតជាតិអាល់កុលតិចត្រឹមតែ 4% ហើយទីនេះហើយជាកន្លែងដែលស័ក្តិសមមែនទែនសម្រាប់បងប្អូនដែលមានពេលខ្លីប៉ុន្តែចង់មកទទួលអារម្មណ៍បែបធម្មជាតិសម្រាប់បោះតង់ហើយនៅឆ្ងាយពីទីក្រុងណាមួយវិញទៀតមិនត្រូវការចំណាយពេលត្រូវឡើងភ្នំយូរអីចឹងអាចមកត្រឹមតែកន្លែងគាត់នេះមានគ្រប់សពតែម្ដងហើយមិនត្រឹមតែប៉ុណ្្នឹងទេបើបងប្អូនបានមកលេងប្រៀបបានដូចជាជួយគ្រប់គ្រងទេសចរក្នុងស្រុកយើងអញ្ចឹងហើយបើកន្លែងទៅមើលកន្លែងគាត់នេះណាចាប់អារម្មណ៍ត្រង់ថាមានអាខ្សែទឹកហូរដែលហូរចុះពីលើភ្នំនេះផ្ទាល់តែម្ដងមិនថាពេលរសៀលឬក៏ពេលល្ងាចអីក៏បងប្អូនអាចនៅតែចុះលេងទឹកបានណាតិចស្រួលខ្លួនមែនតើហើយកាន់តែពិសេសនោះយប់ឡើងអាចសម្រាប់លំហែអង្គុយលេងមើលផ្កាយបានណាតែជាហេតុនាំឲ្យកន្លែងគាត់នេះមានឈ្មោះថាមើលផ្កាយបោះតង់នេះឯងអញ្ចឹងសម្រាប់បងប្អូនដែលមានចំណូលចិត្តខាងបោះតង់ឬក៏ចង់មកសាកកន្លែងគាត់អីនេះអាចមកសាកបានដែលកន្លែងគាត់នេះបានទទួលភ្ញៀវរាល់ថ្ងៃបើយល់ល្អបងប្អូនមានកម្រោងចង់មកសាកនៅកន្លែងគាត់អីគួរតែតាក់ទងដើម្បីកក់មុនជៀសវាងការមកខាតជើងនេះអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់ព័ត៌មានល្បិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅក្នុងវីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត